អាចថាដើម្បីជាតិក៏គឺសឹងតែថាខ្លាំងជាងក្លឹបរបស់យើងទៀតភ្លាមក៏ត្រឡប់ទៅចូលជំរំបង្ហាត់ជំរំជម្រើសជាតិតែម្ដងដើម្បីត្រៀមទៅលេង Civil League ពួកយើងនៅតែបន្តបង្ហាត់ជាធម្មតាតែពួកយើងនឹងមានកីឡាករថ្មីចូលរួមជាច្រើនមកពីច្រើនក្រុមដើម្បីពួកយើងសម្រាំងយកកីឡាករចំនួន14នាក់ដើម្បីទៅប្រកួតនៅ Civil League ខ្ញុំនឹងនៅតែបន្តព្យាយាមធ្វើជាបិទខ្ញុំទៅចប់ការប្រកួតហើយបរាជ័យក៏ពិតមែនតែហ្នឹងគឺជាអីដែលខ្ញុំធ្វើមកអ្នកផ្ទះរបស់ខ្ញុំគឺនិយាយថាអ្នកផ្ទះរបស់ខ្ញុំគឺគ្រួសារវិសាខារបស់ខ្ញុំគឺក្លឹបរបស់ខ្ញុំចឹងឯងហើយរឿងដែលបន្ទាប់នេះការប្រកួតបន្ទាប់នេះគឺយើងធ្វើដើម្បីប្រទេសជាតិយើងអញ្ចឹងយើងត្រូវតែយកចិត្តទុកដាក់ឲ្យខិតខំប្រឹងប្រែងដូចគ្នាអាចថាដើម្បីជាតិក៏គឺសឹងតែថាខ្លាំងជាងក្លឹបរបស់យើងទៀតអញ្ចឹងហើយយើងត្រូវតែបន្តយកចិត្តទុកដាក់ទាំងអស់គ្នាអញ្ចឹងធ្វើជាបិទពេលវាតិចក៏ពិតមែនតែយើងនឹងព្យាយាមសម្របពេលវេលាដើម្បីទៅចូលរួមការប្រកួតមួយហ្នឹងនឹងដែរណាគេធ្វើជាម្ចាស់ផ្ទះដែរបងបច្ចុប្បន្នគឺមានពីរម្ចាស់ផ្ទះគាត់លេងពីអាទិត្យទី1គឺលេងនៅហ្វីលីពីនអាទិត្យទី2លេងនៅឥណ្ឌូនេស៊ីអូខេបងខ្ញុំបាទសូមអរគុណទៅដល់ក្រុមហ៊ុន Web ដែលតែងតែជួយឧបត្ថម្ភគ្រប់គ្រងទៅលើវិស័យកីឡាទាំងអស់ជាពិសេសកីឡាបាល់ទះដូចបច្ចុប្បន្ននេះគាត់បានឧបត្ថម្ភទាំងការធ្វើដំណើរការស្នាក់នៅរបស់ក្រុមជំនឿជាតិដើម្បីទៅលេងព្រឹត្តិការណ៍ Civil League